បងប្អូនព័ត៌មានក្តៅបងប្អូនកុំភ្លេចជួយ share បានច្រើនណាយើងនិយាយអំពីរឿងព្រំដែនកម្ពុជាថៃទៅដែរបាទហើយថ្ងៃនេះគឺជារឿងក្តៅមួយដែលខ្មែរនិងថៃក្តៅតាមរយៈប្រភពសារព័ត៌មានគឺសារព័ត៌មានទល់នឹងសារព័ត៌មានហើយកុំភ្លេចជួយ share បានច្រើនណាថ្ងៃនេះកម្ពុជាយើងបានចេញលិខិតមួយឆ្លើយតបទៅនឹងបាទព័ត៌មានរបស់ថៃរួមទាំងលោកសៀស័កភុងគៀតកៅរដ្ឋមន្ត្រីការបរទេសរបស់ថៃដែលគាត់បានចោទខ្មែរទាំងស្រុងហ្មងគាត់ថាខ្មែរយើងទាញបាទប្រទេសថៃឲ្យចូលតុកចរចាផ្សារសារការចាំបង្ខំឬ UN ខ្លុះបាទហើយបិទផ្លូវចរចាទ្វេភាគីព្រំដែនគោកអញ្ចឹងក៏ចោទខ្មែរថាខ្មែរយើងគិតវេះអត់ចង់ចរចាបាទបិទផ្លូវចរចាទៀតអញ្ចឹងខ្មែរយើងបានចេញលិខិតមួយហើយបាទគឺតាមរយៈក្រសួងការបរទេសជាសេនាធិការបរដ្ឋាភិបាលណាខ្មែរយើងបានប្រាប់ថាខ្មែរយើងមិនដែលបានបិទផ្លូវចរចាទ្វេភាគីទេជាមួយសៀមម្ដងណាឡើយគឺតែងតែធ្វើលិខិតអញ្ជើញប្រជុំ RBC ប្រជុំ GBC រហូតតែភាគីថៃទេគឺបិទផ្លូវចរចាខ្លួនឯងហើយភាគមិនថែមពីហ្នឹងណាគឺថៃតែងតែទាញខ្មែរយើងឲ្យទៅរឿងលិចទៅរឿងកើតរហូតបងវាយដានរហូតសូម្បីតែរឿង UN ខ្លះខ្មែរយើងបានដាក់ពាក្យបាទស្នើសុំឲ្យដោះស្រាយដោយការចាប់បង្ខំ UN ខ្លះហើយតែភាគីថៃបង្វាយសារការទៀតកាលប្រហែលថ្ងៃមុនណាបាទសូមបញ្ជាទៀតរឿង UN ខ្លះនេះបញ្ជាបន្ថែមសមាជិកថ្មីកុហកអីចេះទៅបាទតែកម្ពុជាអត់អីទេនៅអង្គុយចាំទៀតហើយកម្ពុជាមិនដែលទេបងប្អូនមិនដែលផាត់ឡើយការប្រជុំទ្វេភាគីដោះស្រាយដោយសន្តិវិធីរឿងព្រំដែនគោកជាមួយសៀមដងណាឡើយថៃភាគីសៀមគិតវេះរហូតបាទនិយាយថាគិតវេះ9បាទឥឡូវចង់ចោតខ្មែរទៀតហើយខ្ញុំឆ្ងល់មួយលោកសៀស័កហ្នឹងគាត់ឈួតទេឬក៏គាត់មិនយល់អំពីភូមិសាស្ត្រឬក៏គាត់ចង់គិតវេះបាទពីការដោះស្រាយបញ្ហាពលរដ្ឋខ្មែរខ្ញុំឃើញព័ត៌មានមួយចំនួននិយាយថាប្រទេសថៃល្ងងឬក៏ធ្វើល្ងងបាទហើយលោកសៀស័កហ្នឹងគាត់មនុស្សគាត់ឈួតឬក៏គាត់ជាហើយគាត់បណ្ឌិតឬក៏មិនបានជាគាត់អត់មិនយល់ហើយខ្មែរយើងធ្វើឯកសារបញ្ជូនទៅរហូតតែគាត់ដូចជាអត់ខ្វល់រឿងឯកសារដែលខ្មែរយើងអញ្ជើញអីទេគាត់គិតវេះគាត់នៅតែចោតណាគាត់ចង់លៀបពណ៌ខ្មែរដល់ណាទៀតខ្ញុំឃើញនយោបាយរបស់ថៃគឺលោកសៀស័កភុងគៀតកៅនេះខ្ញុំទៅសើគាត់ជាអ្នកចេះដឹងប៉ុន្តែការចោតរបស់គាត់ដូចជាល្ងងខ្លៅពេកណាដែលគាត់ថាខ្មែរយើងបិទផ្លូវចរចាហើយគាត់មិនដែលបានមើលព័ត៌មានទេឬក៏គាត់មិនដែលបានមើលលិខិតដែលខ្មែរយើងផ្ញើទៅទេអីខ្ញុំចេះតែឆ្ងល់កន្លែងហ្នឹងណាបើខ្ញុំថាប្រទេសថៃឈួតមិនឬក៏ខ្មែរយើងតវ៉ារហូតបាទធ្វើលិខិតអញ្ជើញរហូតការប្រជុំ GBC RBC ផ្សេងប្រជុំទ្វេភាគីផ្សេងថ្នាក់តំបន់ថ្នាក់ជាតិអីហ្នឹងគឺរហូតខ្ញុំគិតថាប្រទេសថៃមិនល្ងងទេឬក៏គាត់ធ្វើល្ងងឬក៏ជាចេតនាដែលគាត់ចង់បំភ្លេចពិភពលោកថាខ្មែរយើងគិតវេះការដោះស្រាយទ្វេភាគីខ្មែរយើងតែងតែធ្វើលិខិតអញ្ជើញរហូតបាទឲ្យភាគីសៀមចូលតុចរចាប៉ុន្តែភាគីសៀមខ្លួនឯងទេគឺជាអ្នកគិតវេះពីការចរចាទ្វេភាគីជាមួយខ្មែរហើយថែមទៀងទាញពីព្រំដែនគោកទៅព្រំដែនសមុទ្រទៀតនេះហើយគឺអ្វីដែលជាការពិតបងប្អូនទាំងអស់គ្នាអញ្ចឹងបើបងប្អូនបានមើលវីដេអូនេះបងប្អូនplease shareបានច្រើនហើយបើសិនជាជនជាតិថៃស្ដាប់បានភាសារបស់ខ្ញុំហ្នឹងណាគឺជួយ comment ផងហើយក៏ share ហើយជួយបកប្រែផងសូមសួរមេដឹកនាំខ្លួនឯងតើគាត់ល្ងងឬក៏ឆ្លាតហើយគាត់ដែរមើលព័ត៌មានអត់ខ្ញុំគួយឆ្ងល់តែប៉ុណ្ណឹងបាទគួយឆ្ងល់តែប៉ុណ្ណឹងឯងអញ្ចឹងសង្ឃឹមថាព័ត៌មាននេះគឺនឹងឆ្លើយតបបាទបើសិនជាពលរដ្ឋថៃបានស្ដាប់បងប្អូនអរគ្នា